ស្ដីបងប្អូនអរគ្នាថ្ងៃនេះយើងញ៉ាំមីម្ដងចាយើងឆុងមីហើយមីទឹកក្តៅយើងហ្នឹងធម្មតាទេអត់មានបន្លែទេថ្ងៃនេះដោយសារអត់កម្លាំងពេកមកដល់រកអីអត់ទាន់ទេតាមបែបអត់ទាន់យើងញ៉ាំមីប្រាក់អីមើលបងប្អូនមើលអត់ដាក់ញ៉ាំមីហ្នឹងកញ្ចប់តែប៉ុនច្រើនណាមីជាតិយើងហ្នឹងមីជាតិយើងហ្នឹងចាយើងដាក់កញ្ចប់មកញ៉ាំតែម្ដងទៅចារសជាតិឆ្ងាញ់មែនតើចាធម្មតាតែយើងគ្រាឆ្ងាញ់យើងមិនដាក់បន្លែដាក់អីទេធម្មតាយើងញ៉ាំមីយើងដាក់បន្លែដែរទៅគាត់មានល្អអញ្ចឹងណាប៉ុន្តែនេះយើងរត់អត់ទេដោយសារគ្មានពេកអញ្ចឹងញ៉ាំមីតែម្ដងទៅចាបងប្អូនអាចរកទីមីយើងបានមីជាតិយើងហ្នឹងតែពេលណាយើងរកអីអត់ទាន់យើងគ្រាអញ្ចឹងយើងអាចដោះស្រាយបញ្ហាបានល្អមែនតើអរគុណច្រើនបងប្អូនដែលបានទស្សនាទាំងដើមរហូតដល់ជួបគ្នាវីដេអូក្រោយណាបាយបាយ